ស្រីចែកគ្នាដឹងបើប្រុសបបួលប្រោឧបករណ៍នេះពេលប្រតិបត្តិការប្រកែកទៅស្រួលតែដំបូងទេចុងក្រោយរកពុទ្ធមិនខានតើអ្វីទៅជាឧបករណ៍ដែលបុរសជឿជាក់ថានឹងជួយឲ្យការរួមភេទកាន់តែរីករាយប៉ុន្តែក្នុងនោះវាក៏បានបង្កគ្រោះថ្នាក់ដែលមិននឹកស្មានដល់ផងដែរតោះមកស្គាល់ឧបករណ៍ជំនួយការរួមភេទមួយដែលមានឈ្មោះថាភ្នែកពែនិងគ្រោះថ្នាក់របស់វាទោះបីជាគេនិយាយថាការរួមភេទជារឿងធម្មជាតិក៏ដោយប៉ុន្តែមនុស្សមួយចំនួនបានចាត់ទុកការរួមភេទជាការសប្បាយនិងអាចពង្រឹងទំនាក់ទំនងរវាងគូស្នេហ៍ក្នុងនោះមានមនុស្សមួយចំនួនក៏ចូលចិត្តប្រើឧបករណ៍បន្ថែមដើម្បីបង្កើនភាពសប្បាយរីករាយផងដែរយ៉ាងណាមិញភាពរំភើបនៃការរួមភេទជាមួយការប្រើឧបករណ៍ជំនួយមួយចំនួនប្រហែលជាមិនអាចធ្វើឲ្យដៃគូរបស់អ្នកសប្បាយចិត្តដូចដែលអ្នកគិតនោះទេប៉ុន្តែផ្ទុយទៅវិញវាក៏អាចបង្កគ្រោះថ្នាក់ដល់ដៃគូម្ខាងទៀតបានតើភ្នែកពែជាអ្វីភ្នែកពែឬគេហៅបានម្យ៉ាងទៀតថាចិញ្ចៀនលឹងវាគឺជាឧបករណ៍ផ្លូវភេទមួយប្រភេទដែលមានសន្តានជាកង់រង្វង់មូលនិងមានសក់ឬរោមល្អិតភ្ជាប់ជុំវិញវាដោយគេពាក់វានៅជុំវិញកលឹងអំឡុងពេលរួមភេទវាត្រូវបានគេជឿថាជួយបង្កើនអារម្មណ៍ចំពោះស្ត្រីអំឡុងពេលរួមភេទដោយសារតែរោមឬសក់ដែលនៅភ្ជាប់ជុំវិញនោះបានរំញោចផ្ទៃជញ្ជាំងទ្វារមាសមូលហេតុត្រូវបានគេហៅថាភ្នែកពែព្រោះនៅសម័យដើមវាត្រូវបានគេធ្វើឡើងពីភ្នែកពែដោយគេយករោមភ្នែកជុំវិញវាកាត់និងហាលស្ងួតហើយពេលគេចង់ប្រើគឺត្រូវត្រាំទឹកឲ្យទន់បច្ចុប្បន្ននេះវាត្រូវបានគេផលិតពីកៅស៊ូស៊ីលីកូននិងមានដុំតូចទន់ដុសជាប់ជុំវិញការប្រើភ្នែកពែឬចិញ្ចៀនលឹងពេលកំពុងរួមភេទអាចបង្កគ្រោះថ្នាក់ដែលមនុស្សជាច្រើនមិនដឹងទោះបីជាវាធ្វើឲ្យការរួមភេទអាចមានអារម្មណ៍ល្អនិងស្រួលក៏ដោយតាមការបង្ហាញបានឲ្យដឹងថារោមជុំវិញភ្នែកពែនិងកោះជញ្ជាំងទ្វារមាសដៃគូបណ្ដាលឲ្យមានរបួសអាចឲ្យរលាកនឹងឆ្លងមេរោគបានលើសពីនេះទៀតប្រសិនបើឧបករណ៍នេះរអិលចូលទៅក្នុងទ្វារមាសវាក៏អាចបណ្ដាលឲ្យរលាកនិងឆ្លងមេរោគកាន់តែខ្លាំងរហូតដល់ធំក្លិនមិនល្អជាក់ស្ដែងនារីអាយុ19ឆ្នាំម្នាក់មានទឹករំអិលទ្វារមាសរយៈពេល2សប្តាហ៍ដោយមានក្លិនស្អុយហើយនាងបានទៅជួបគ្រូពេទ្យនិងបានពិនិត្យរកឃើញសំណល់ភ្នែកពែនៅក្នុងទ្វារមាសរបស់នាងដែលរលួយនិងបង្កជាខ្ទុះក្នុងទ្វារមាសបើមិនបានព្យាបាលទាន់ពេលទេវាអាចរាលដាលនិងបង្កជាការឆ្លងមេរោគក្នុងឈាមក្រោយបានដឹងពីគុណវិបត្តិនៃភ្នែកពែហើយដូច្នេះអ្នកគួរជៀសវាងការប្រើឧបករណ៍នេះយ៉ាងណាមិញប្រសិនបើអ្នកចង់ប្រើឧបករណ៍បន្ថែមឬរបស់លេងណាមួយដើម្បីឲ្យការរួមភេទអ្នកកាន់តែរំភើបអ្នកគួរប្រាប់ដៃគូជាមុននោះការរួមភេទនឹងក្លាយជាបទពិសោធន៍ដ៏រីករាយសម្រាប់ភាគីទាំងពីរតែកុំបង្កទុក្ខដល់ភាគីណាមួយនៅពេលក្រោយបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ